មនុស្សអាចផ្លេចពាក្យជាច្រើនដែលអ្នកបាននិយាយក៏ប៉ុន្តែពួកគេចងចាំយ៉ាងច្បាស់ថានៅពេលដែលនៅជាមួយអ្នកពួកគេមានអារម្មណ៍យ៉ាងដូចម្តេចប្រសិនបើអ្នកជាមនុស្សដែលងាយខឹងងាយប្រមាថងាយវាយតម្លៃអ្នកដទៃឬក៏បដូរអាកប្បកិរិយាតាមផលប្រយោជន៍របស់មនុស្សអាចពិបាកនៅក្នុងការមានទំនុកចិត្តលើអ្នកណាស់ទោះបីជាអ្នកពូកែនិយាយបញ្ចុះបញ្ចូលក៏ដោយទៅវិញមនុស្សដែលនិយាយដោយស្ងប់ស្ងាត់គោរពអ្នកដទៃអាចស្ដាប់មតិយោបល់និងរក្សាអាកប្បកិរិយាសមរម្យទាំងដែលមានផលប្រយោជន៍និងគ្មានផលប្រយោជន៍គឺងាយកសាងជំនឿចិត្តបានយូរអង្វែងការតាក់ទាញសមានចិត្តរបស់មនុស្សដ៏ពិតប្រាកដមិនមែនជាការធ្វើឲ្យមនុស្សគ្រប់គ្នាត្រឹមតែចូលចិត្តអ្នកប៉ុណ្ណោះទេក៏ប៉ុន្តែគឺជាការធ្វើឲ្យមនុស្សជុំវិញមានអារម្មណ៍ថាអ្នកគឺជាមនុស្សដែលអាចគោរពទុកចិត្តនិងមានអារម្មណ៍ថាមានសុវត្ថិភាពនៅក្នុងការប្រស្រ័យទាក់ទងជាមួយផងដែរដូច្នេះប្រសិនបើអ្នកចង់ឲ្យមនុស្សចូលចិត្តអ្នកកុំផ្ដោតតែទៅលើអ្វីដែលអ្នកអាចទទួលបានពីពួកគេក៏ប៉ុន្តែចូលគិតថាតើអ្នកអាចផ្ដល់អារម្មណ៍ល្អអ្វីខ្លះដល់ពួកគេនោះពាក្យសរសើរដែលមានជាក់លាក់ការអរគុណចំពោះជំនួយពួកគេការចងចាំនៅរឿងតូចៗដែលគេធ្លាប់ប្រាប់និងការសួរសុខទុក្ខដោយភាពស្មោះត្រង់អាចធ្វើឲ្យមនុស្សមានអារម្មណ៍ថាពួកគេមិនមែនជាមនុស្សដែលអ្នកមើលរំលងទំនាក់ទំនងល្អក៏វាមានធាតុល្អដែលអាចផ្លាស់ប្ដូរគ្នាទៅវិញទៅមកផងដែរនៅពេលដែលមនុស្សម្នាក់ទទួលបាននូវការយកចិត្តទុកដាក់ការគោរពនិងភាពស្មោះត្រង់ពីអ្នកគេមានទំនោរចង់ឆ្លើយតបនៅក្នុងទម្រង់ជាវិជ្ជមានការសិក្សាអំពី self disclosure ក៏ជាការរកឃើញថាការចែករំលែកទៅវិញទៅមកនៅក្នុងការសន្ទនាដំបូងគឺវាមានទំនាក់ទំនងជាមួយនឹងការចូលចិត្តភាពជិតស្និទ្ធក៏ដូចជាភាពរីករាយនៅក្នុងការសន្ទនាបង្ហាញធាតុពិតរបស់ខ្លួនក៏ប៉ុន្តែកុំបាក់ចិត្តលឿនពេកមនុស្សមិនងាយថាមានអារម្មណ៍ចិត្តស្និទ្ធជាមួយនឹងអ្នកដែលលាក់គ្រប់យ៉ាងឡើយក៏ប៉ុន្តែក៏មិនមែนមានន័យថាអ្នកត្រូវប្រាប់រឿងរ៉ាវផ្ទាល់ខ្លួនទាំងអស់ទៅដល់មនុស្សដែលទើបស្គាល់ដែរចិត្តសាស្ត្រសង្គមគេហៅថាការបង្ហាញព័ត៌មានផ្ទាល់ខ្លួននេះថាជា self disclosure វាគឺជាការសិក្សារកឃើញថាការបង្ហាញខ្លួនទៅវិញទៅមកគឺអាចជួយបង្កើនការចូលចិត្តភាពជិតស្និទ្ធជាពិសេសនៅពេលដែលមនុស្សអាចចែករំលែកគ្នាដែលមានតុល្យភាពដូច្នេះនៅពេលដែលអ្នកស្គាល់មនុស្សថ្មីអ្នកអាចចាប់ផ្ដើមពីរឿងធម្មតាបន្ទាប់មកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនបន្តិចម្ដងហើយទុកឱកាសឲ្យគេចែករំលែកពីខ្លួនគេផងដែរការបើកចិត្តនៅក្នុងកម្រិតដ៏សមស្របនេះធ្វើឲ្យមនុស្សមានអារម្មណ៍ថាអ្នកគឺជាមនុស្សដ៏ពិតប្រាកដមិនមែនកំពុងតែសម្ដែងដើម្បីទាក់ទាញពួកគេឡើយប្រការដែលសំខាន់នោះវារៀងជ្រៅបន្តិចម្ដងមិនមែនបង្ហាញអ្វីទាំងអស់ដោយភ្លាមនោះឡើយស្វែងរកចំណុចដែលស្រដៀងគ្នាដើម្បីបង្កើតភាពជិតស្និទ្ធមនុស្សមានទំនោរថាមានអារម្មណ៍ស្រួលជាមួយអ្នកដែលយល់ស្របជាមួយពួកគេដែលមានចំណុចស្រដៀងគ្នាដូចជាចំណាប់អារម្មណ៍គោលដៅរបៀបគិតបទពិសោធន៍ក៏ដូចជាតម្លៃជីវិតនេះមិនមែនមានន័យថាអ្នកត្រូវធ្វើពុតថាចូលចិត្តគេឯងឡើយក៏ប៉ុន្តែអ្នកត្រូវតែរៀនស្វែងរកស្ពានដែលភ្ជាប់រវាងអ្នកនិងមនុស្សដែលអ្នកចង់ប្រស្រ័យទាក់ទងជាមួយប្រសិនបើមនុស្សម្នាក់និយាយថាគេចូលចិត្តអានសៀវភៅអ្នកអាចសួរថាតើសៀវភៅប្រភេទណាដែលគេចូលចិត្តឬក៏ប្រសិនបើគេចូលចិត្តអាជីវកម្មអ្នកអាចសួរអំពីគោលដៅដែលគេចង់សម្រេចនៅពេលដែលរកឃើញចំណុចរួមការសន្ទនាក៏នឹងកាន់តែជិតស្និទ្ធនិងកាន់តែមានលក្ខណៈជាធម្មជាតិឡើងហើយមនុស្សនោះអាចមានអារម្មណ៍ថាយើងយល់ពីគ្នានេះហើយដែលគេហៅថា similarity ត្រូវបានគេចាត់ទុកថាជាកត្តាមួយដែលវាមានភាពពាក់ព័ន្ធគ្នានៅក្នុងការប្រស្រ័យទាក់ទងព្រោះភាពស្រដៀងគ្នាអាចធ្វើឲ្យមនុស្សមានអារម្មណ៍ថាងាយយល់ពីគ្នានិងកាត់បន្ថយភាពមិនប្រកបប្រជានៅក្នុងទំនាក់ទំនងផងដែរម្យ៉ាងទៀតសោតប្រការដ៏សំខាន់ដែលមិនអាចខ្វះបាននោះគឺការស្ដាប់ដោយយកចិត្តទុកដាក់មុនពេលចង់ឲ្យគេស្គាល់អ្នកមនុស្សភាគច្រើនមិនត្រូវការអ្នកដែលប្រកែកនិយាយបំផុតទេក៏ប៉ុន្តែពួកគេចង់នៅចិត្តមនុស្សដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្ញុំត្រូវបានគេស្គាល់ត្រូវបានគេស្ដាប់និងត្រូវបានគេយល់នៅពេលអ្នកនិយាយជាមួយនរណាម្នាក់កុំប្រញាប់គិតថាតើអ្នកនឹងឆ្លើយអ្វីបន្តឬក៏ថាអ្នកអាចបង្ហាញខ្លួនថាឆ្លាតប៉ុណ្ណាក៏ប៉ុន្តែអ្នកត្រូវផ្ដោតទៅលើអ្វីដែលគេកំពុងតែសួរសំណួរឬក៏បង្ហាញថាអ្នកចាប់អារម្មណ៍និងកុំកាត់សម្ដីនៅពេលដែលគេកំពុងនិយាយឲ្យសោះនៅពេលដែលមនុស្សណាម្នាក់មានអារម្មណ៍ថាអ្នកគោរពគំនិតនិងអារម្មណ៍របស់គេ
ពួកគេក៏នឹងមានទំនោរនៅក្នុងការបើកចិត្តហើយមានអារម្មណ៍ថាមានសុវត្ថិភាពនៅក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកកាន់តែច្រើនផងដែរដូច្នេះប្រសិនបើអ្នកចង់ទាក់ទាញចិត្តមនុស្សកុំចាប់ផ្ដើមដោយការព្យាយាមធ្វើឲ្យខ្លួនឯងគួរឲ្យចាប់អារម្មណ៍ប៉ុន្តែចាប់ផ្ដើមដោយធ្វើឲ្យមនុស្សនៅមុខអ្នកមានអារម្មណ៍ថាគេមានតម្លៃការឆ្លើយតបដោយយកចិត្តទុកដាក់និងការបង្ហាញថាអ្នកយល់ពីអ្វីដែលគេកំពុងប្រាប់គឺជាផ្នែកដ៏សំខាន់មួយនៃការប្រស្រ័យទាក់ទងដែលមានគុណភាពបំផុតចេះប្រើឈ្មោះមនុស្សឲ្យបានត្រឹមត្រូវនិងចងចាំអំពីព័ត៌មានតូចៗពីពួកគេឈ្មោះគឺជាផ្នែកមួយដែលភ្ជាប់ជាមួយនឹងអត្តសញ្ញាណរបស់មនុស្សដូច្នេះនៅពេលដែលអ្នកចងចាំឈ្មោះនរណាម្នាក់ហើយប្រើវាដោយធម្មជាតិមនុស្សនោះនឹងមានអារម្មណ៍ថាអ្នកបានផ្ដល់ការយកចិត្តទុកដាក់ដល់គេផងដែរក៏ប៉ុន្តែអ្វីដែលសំខាន់ជាការហៅឈ្មោះគឺការចងចាំព័ត៌មានតូចៗដែលគេធ្លាប់ប្រាប់អ្នកដូចជាគោលដៅការងារចំណង់ចំណូលចិត្តឬក៏រឿងដែលគេចង់សម្រេចនៅពេលដែលអ្នកជួបគេម្ដងទៀតហើយសួរថារឿងដែលអ្នកធ្លាប់ប្រាប់ខ្ញុំតើលទ្ធផលវាដល់ណាហើយវាបង្ហាញថាអ្នកមិនបានស្ដាប់ដោយគ្រាន់តែរងចាំដល់វេននៅខ្លួននិយាយទេមនុស្សអាចមានអារម្មណ៍ថាខ្លួនត្រូវបានគេមើលឃើញនិងមានតម្លៃនេះហើយអាចជាមូលដ្ឋានសម្រាប់ការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធឡើងកុំប្រញាប់ផ្ដល់ដំបូន្មាននៅពេលដែលមនុស្សកំពុងបង្ហាញអារម្មណ៍នៅពេលដែលមនុស្សម្នាក់កំពុងតែប្រាប់អំពីបញ្ហារបស់ពួកគេមនុស្សជាច្រើនធ្វើកំហុសដោយប្រញាប់និយាយថាអ្នកគួរតែធ្វើបែបនេះអ្នកគួរតែធ្វើបែបនោះឬថាបើជាខ្ញុំនឹងធ្វើអញ្ចេះខ្ញុំនឹងធ្វើអញ្ចោះបន្ទុកណាអ្នកនិយាយដែលមានបំណងល្អក៏ដោយវាអាចធ្វើឲ្យអ្នកនិយាយមានអារម្មណ៍ថាអារម្មណ៍របស់គេមិនត្រូវបានយល់ដូច្នេះមុននឹងផ្ដល់ដំណោះស្រាយអ្នកអាចបង្ហាញដោយការយកចិត្តទុកដាក់ជាមុនដូចជាខ្ញុំយល់ថាវាមិនងាយស្រួលឡើយឬខ្ញុំយល់ថាអ្នកប្រហែលជាមានអារម្មណ៍ថាខកចិត្តខ្លាំងវាមិនមែនមានន័យថាអ្នកត្រូវតែយល់ស្របជាមួយនឹងគំនិតរបស់គេទាំងអស់ឡើយក៏ប៉ុន្តែវាគឺជាការទទួលស្គាល់ថាអារម្មណ៍របស់គេគឺវាមានកន្លែងរបស់វាមនុស្សដែលមានសមត្ថភាពស្ដាប់ដោយមិនប្រញាប់វិនិច្ឆ័យគេច្រើនតែមានអារម្មណ៍ថាអាចបើកចិត្តជាមួយនឹងមនុស្សនេះហើយគឺជាគុណសម្បត្តិដ៏មានតម្លៃនៅក្នុងការទំនាក់ទំនងចេះសរសើរមនុស្សតាមអ្វីដែលពួកគេខិតខំមិនមែនតាមតែលទ្ធផលឡើយការសរសើរដែលមានប្រសិទ្ធភាពមិនមែនសរសើរដូចជាទូទៅថាអ្នកពូកែណាស់គ្រប់ពេលវេលាឡើយក៏ប៉ុន្តែគួរបង្ហាញឲ្យឃើញថាអ្នកបានសង្កេតឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់គេដែរឧទាហរណ៍ជំនួសឲ្យការនិយាយថាអ្នកធ្វើបានល្អអ្នកអាចបដូរ script ទៅជាការនិយាយថាខ្ញុំសង្កេតឃើញថាអ្នកយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតនិងព្យាយាមដោះស្រាយបញ្ហារហូតដល់ចប់ការសរសើរបែបនេះវាធ្វើឲ្យមនុស្សមានអារម្មណ៍ថាអ្នកមិនបាននិយាយដើម្បីផ្គប់ចិត្តពួកគេនោះឡើយក៏ប៉ុន្តែអ្នកពិតជាបានមើលឃើញអ្វីដែលពួកគេនិយាយទោះជាយ៉ាងណាក៏ដោយកុំសរសើរច្រើនពេកឬក៏សរសើរដោយគ្មានភាពស្មោះត្រង់ព្រោះការសរសើរមិនសមហេតុផលអាចធ្វើឲ្យអ្នកបាត់បង់នូវជំនឿទុកចិត្តការសរសើរដែលមានតម្លៃគឺខ្លីជាក់លាក់និងបែបប្រាកដនិយមកុំធ្វើជាមនុស្សដែលត្រូវតែឈ្នះគ្រប់ការសន្ទនាមនុស្សដែលតែងតែព្យាយាមបង្ហាញថាខ្លួនឯងចេះជាងឬក៏ឆ្លាតជាងមានបទពិសោធន៍ល្អជាងអ្នកដទៃអាចធ្វើឲ្យការសន្ទនាคล้ายទៅជាការប្រកួតប្រជែងដោយមិនដឹងខ្លួនប្រសិនបើមនុស្សម្នាក់គេប្រាប់យើងថាគេទើបតែទទួលជោគជ័យនៅក្នុងរឿងមួយអ្នកមិនចាំបាច់ឆ្លើយតបដោយភ្លាមថាខ្ញុំក៏ធ្លាប់ធ្វើបានដែរហើយរបស់ខ្ញុំល្អជាងអ្នកទៅទៀតអ្នកអាចសួរបន្ថែមថាតើអ្នកធ្វើដូចម្តេចបានឬថាតើអ្វីជាផ្នែកដែលពិបាកបំផុតសម្រាប់អ្នកវាធ្វើឲ្យការសន្ទនាបន្តទៅមុខហើយផ្ដល់កន្លែងឲ្យមនុស្សម្នាក់នោះបង្ហាញខ្លួនមនុស្សដែលមានជំនឿជឿជាក់ដ៏ពិតប្រាកដមិនចាំបាច់ប្រកាសថាខ្លួនឯងខ្លាំងជាងអ្នកដទៃគ្រប់ពេលនោះឡើយពេលខ្លះការដកខ្លួនមួយជំហានដើម្បីឲ្យអ្នកដទៃមានកន្លែងនិយាយគឺជាវិធីដ៏ល្អមួយនៅក្នុងការបង្កើតភាពតាក់ទាញដ៏ល្អផងដែររក្សាពាក្យសន្យានិងធ្វើឲ្យអាកប្បកិរិយារបស់អ្នកមានស្ថិរភាពការតាក់ទាញចិត្តរបស់មនុស្សមិនត្រូវបានបង្កើតឡើងត្រឹមតែប្រការដែលអ្នកនិយាយល្អនោះឡើយឬក៏ប្រការដែលមានបុគ្គលិកលក្ខណៈរួសរាយនោះក៏ទេដែរក៏ប៉ុន្តែវាកើតឡើងពីការដែលអ្នកអាចព្យាករណ៍បាននិងជំនឿទឹកចិត្តរបស់អ្នកប្រសិនបើអ្នកនិយាយថានឹងធ្វើអ្វីមួយហើយអ្នកព្យាយាមធ្វើឲ្យវាបានប្រសិនបើអ្នកធ្វើខុសអ្នកហ៊ានទទួលស្គាល់និងប្រសិនបើអ្នកមិនអាចធ្វើតាមការសន្យាអ្នកប្រាប់ដោយភាពស្មោះត្រង់
នោះមនុស្សក៏នឹងចាប់ផ្ដើមឃើញថាពាក្យរបស់អ្នកមានតម្លៃអ្នកមិនចាំបាច់ធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាញ់អ្នកឡើយគោលដៅដែលមានតម្លៃជាងនេះគឺធ្វើឲ្យមនុស្សមានអារម្មណ៍ថាខ្ញុំអាចទុកចិត្តបានជាងនេះនៅពេលដែលជំនឿជឿជាក់កើនឡើងការគោរពនិងភាពជិតស្និទ្ធច្រើនតែរីកដុះដាលបន្តិចម្ដងទៅតាមក្រោយក៏យ៉ាងដូច្នោះដែរតើលោកអ្នកចង់ខ្លាយទៅជាមនុស្សម្នាក់ដែលនិយាយស្ដីមានអំណោយទានដែរឬទេវាពិតជាងាយស្រួលខ្លាំងណាស់ស្ដាប់គេនិយាយប្រសើរជាងនិយាយឲ្យគេស្ដាប់លោកដេលេមានរឿងមួយយកមកជម្រាបជូនក្រោយពីបញ្ចប់ពិធីជប់លៀងមួយម្ចាស់ផ្ទះក៏អញ្ជើញខ្ញុំឲ្យទៅលេងបៀខ្ញុំមិនចេះលេងទេហើយអ្នកស្រីម្នាក់ដែលអង្គុយក្បែរខ្ញុំក៏មិនចេះលេងដែរយើងខ្ញុំសំណេះសំណាលជាមួយគ្នាអ្នកស្រីនោះដឹងថាកាលពីមុនខ្ញុំមានការងារត្រូវធ្វើនៅទ្វីបអឺរ៉ុបរយៈពេល5ឆ្នាំអ្នកស្រីនិយាយថាលោកហ្គាណេខ្ញុំចង់ឲ្យលោករៀបរាប់ឲ្យខ្ញុំស្ដាប់ពីទេសភាពល្អដ៏ប្រណិតមួយនៅទីនោះយើងខ្ញុំបានអង្គុយនៅលើកៅអីវែងអ្នកស្រីក៏ដឹងដែរថាគាត់ទៅតែមកពីទ្វីបអាហ្វ្រិកជាមួយប្តីខ្ញុំនិយាយថាទ្វីបអាហ្វ្រិកមានកន្លែងជក់ច្រើនណាស់ខ្ញុំបានទន្ទឹងរង់ចាំជាយូរណាស់មកហើយសង្ឃឹមថាមានឱកាសនឹងឆ្លងទៅកាន់ទីនោះដើម្បីដើរលេងបានម្ដងប៉ុន្តែបានត្រឹមតែអាល់កើហើយក៏ត្រឡប់មកវិញយើងនៅអាល់កើបានតែ24ម៉ោងគត់នៅទីនោះអ្នកទាំងពីរបានបរបាញ់សត្វព្រៃដែរឬទេបានឬទេអ្នកទាំងពីរពិតជានាងសំណាងណាស់ខ្ញុំបានដូចអ្នកទាំងពីរដែរក៏ប៉ុន្តែខ្ញុំមិនបានបាញ់សត្វសូម្បីតែមួយឡើយដូច្នេះហើយអ្នកស្រីអត្ថាធិប្បាយអស់រយៈពេលរហូតដល់45នាទីនិងអស់ទេសភាពមួយចំនួនទៀតនៅទ្វីបអឺរ៉ុបទាំងអស់អ្នកស្រីចង់ជួបតែអ្នកដែលនិយាយយកចិត្តទុកដាក់ស្ដាប់ដើម្បីឲ្យអ្នកស្រីមានសមនស្សរីករាយដែលមានឱកាសនិយាយអំពីរឿងរ៉ាវរបស់អ្នកស្រីនិងអនុស្សាវរីយ៍មួយចំនួនរបស់គាត់អ្នកស្រីចម្លែកណាស់មែនទេមនុស្សជាច្រើនក៏ដូចគាត់ដែរយើងទាំងអស់គ្នាសុទ្ធតែចង់រៀបរាប់នៅពេលដែលគេយកចិត្តទុកដាក់ស្ដាប់នៅអ្វីដែលយើងបាននិយាយនៅក្នុងពេលបាយមួយនៅផ្ទះមិត្តម្នាក់ប្រកបមុខរបរបោះពុម្ពផ្សាយខ្ញុំបានជួបអក្សរាវិទូដ៏ល្បីម្នាក់នេះគឺជាលើកដំបូងនៅក្នុងជីវិតខ្ញុំបានជួបរុក្ខវិទូក្នុងពេលមួយនៅផ្ទះមិត្តភ័ក្តិដែលប្រកបរបរបោះពុម្ពផ្សាយខ្ញុំបានជួបរុក្ខវិទូដ៏ល្បីល្បាញម្នាក់នេះគឺជាលើកដំបូងហើយនៅក្នុងជីវិតរបស់ខ្ញុំបានជួបរុក្ខវិទូនោះដែលគាត់និយាយរឿងឲ្យខ្ញុំស្ដាប់ដែលគួរឲ្យជក់ចិត្តជាទីបំផុតខ្ញុំបានខិតចូលទៅចិត្តដើម្បីស្ដាប់គាត់បកស្រាយពន្យល់ពីបណ្ដាប្រភេទរុក្ខជាតិនិងចំណុចលម្អិតចម្លែកផ្សេងមួយចំនួនអំពីរុក្ខជាតិដែលយើងមិនធ្លាប់បានដឹងនៅក្នុងពិធីជប់លៀងនោះមានភ្ញៀវ12នាក់ផ្សេងទៀតក៏ប៉ុន្តែខ្ញុំហាក់ដូចជាមិនបានគិតថាមាននរណាទាំងអស់ខ្ញុំបំពេញទាំងអស់ទៅលើប្រការសុជីវធម៌ក៏ពីព្រោះដើម្បីស្ដាប់នៅរុក្ខវិទូបកស្រាយនៅអ្វីដែលគាត់ព្យាយាមពន្យល់យើងលុះដល់ពាក់កណ្ដាលអាធ្រាត្រខ្ញុំក៏បានសុំការអនុញ្ញាតគាត់ដើម្បីត្រឡប់ទៅផ្ទះវិញក្រោយមកមានគេឲ្យដឹងថាពេលខ្ញុំទៅចេញផុតពីបន្ទប់អ្នកវិទ្យាសាស្ត្រនោះត្រឡប់មកជាមួយនឹងម្ចាស់ផ្ទះលើកសរសើរខ្ញុំដូចនេះថាហើយចាត់ទុកថារឿងរ៉ាវដែលខ្ញុំបានរៀបរាប់គឺជារឿងដែលជក់ចិត្តបំផុតហើយខ្ញុំគឺជាមនុស្សដែលមាននិយាយស្ដីមានអំណោយទានខ្ញុំបែរជានិយាយស្ដីមានអំណោយទានពីអង្កាលពេលខ្លះខ្ញុំក៏ឆ្ងល់ដោយខ្លួនឯងដែរក៏ប៉ុន្តែខ្ញុំគិតសពទៅក៏ប្រហែលជាមកពីខ្ញុំបានយកចិត្តទុកដាក់ស្ដាប់នៅអ្វីដែលគាត់និយាយយ៉ាងផ្ចិតផ្ចង់ហើយមើលទៅឧបមាថាបើខ្ញុំបាននិយាយនោះសាច់រឿងមកបង្វែរជាបញ្ហាមួយផ្សេងទៀតនោះក៏ព្រោះតែចំពោះមុខរុក្ខវិសាស្ត្រខ្ញុំមិនចេះអ្វីបន្តិចសោះឡើយខ្ញុំគ្រាន់តែស្ដាប់យ៉ាងយកចិត្តទុកដាក់ក៏ព្រោះតែចំណុចមួយចំនួនដែលលោកបកស្រាយពន្យល់វាខ្វះក្បាយនិងពីរោះសម្ដាប់ជាទីក្រៃលែងគាត់នឹកឃើញដូច្នេះហើយប្រការនេះធ្វើគាត់សប្បាយចិត្តជាខ្លាំងនិងគឺជាការធម្មតាតែប៉ុណ្ណោះយកចិត្តទុកដាក់ស្ដាប់មនុស្សម្នាក់និយាយមិនខុសពីអ្វីពីការលើកសរសើរគេដោយស្មោះនោះឡើយអ្នកអក្សរសាស្ត្រម្នាក់បានប្រាប់ថាជក់ចិត្តស្ដាប់សម្ដីរបស់មនុស្សម្នាក់គឺជាការគោរពលើកតម្កើងគេហើយកម្រមានមនុស្សណាមិនរំភើបចំពោះមុខការគោរពលើកតម្កើងនេះណាយប់នោះខ្ញុំមិនគ្រាន់តែជក់ចិត្តស្ដាប់ប៉ុណ្ណោះទេក៏ប៉ុន្តែខ្ញុំថែមទាំងបង្ហាញឲ្យគាត់ឃើញនៅទឹកចិត្តស្រឡាញ់គោរពនិងទឹកចិត្តកោតសរសើរដោយស្មោះត្រង់ខ្ញុំនិយាយជាមួយគាត់ថាលោកបានបង្រៀនព្រានប្រដៅខ្ញុំច្រើនណាស់ហើយខ្ញុំស្ដាប់លោកនិយាយយ៉ាងយកចិត្តទុកដាក់ជាទីបំផុតសរុបមកវិញខ្ញុំសូមនិយាយថាប្រសិនបើបានដើរកំសាន្តតាមវាលស្រែជាមួយលោកនោះគឺជាការជក់ចិត្តជាទីបំផុតនេះគឺជាការពិតទាំងអស់ខ្ញុំបញ្ចេញមតិចង់ជួបគាត់សារជាថ្មីហើយនិយាយដោយស្មោះខ្ញុំមានបំណងប្រាថ្នាចង់ជួបលោកម្ដងទៀតនៅក្នុងពេលឆាប់នេះក៏ដោយសារតែអញ្ចឹងហើយទើបលោកសរសើរអំពីខ្ញុំពូកែនិយាយការពិតខ្ញុំគ្រាន់តែចេះស្ដាប់
សោតបតិបច្ចជនគំរូម្នាក់នឹងចេះលើកទឹកចិត្តពេលគេនិយាយតែប៉ុណ្ណោះធ្វើយ៉ាងណាឲ្យអតិថិជនមានសមានចិត្តចំពោះយើងរុះរាយស្ដាប់យើងជឿយើងនិងមានមតិតាមយើងលោកសាស្ត្រាចារ្យ C.W. Eliot នោះមិនពិបាកអ្វីទាំងអស់មុនដំបូងគឺយើងត្រូវយកចិត្តទុកដាក់ជាពិសេសគឺស្ដាប់គេជាមុនគ្មានអ្វីដែលធ្វើឲ្យពួកគេពេញចិត្តជាងនេះទៀតឡើយប្រការនេះងាយយល់ណាស់មិនចាំបាច់ត្រូវរៀនអស់រយៈពេល4ឆ្នាំនៅសាកលវិទ្យាល័យ Harvard ទើបរកឃើញនៅសច្ចធម៌នោះឡើយអញ្ចឹងហើយទើបយើងមានពាណិជ្ជករខ្លះមិនក្រាក់រឯងជួបជាមួយនឹងអគារបណិតប្រណិតយកចិត្តទុកដាក់ទៅលើការលក់ទំនិញនៅក្នុងតម្លៃទាបបំផុតដើម្បីអាចលក់ថោកហើយក៏នៅតែចំណេញអគារពួកគេតាំងលក់ឆាតឆាយពួកគេចំណាយប្រាក់រាប់រយទៅលើការផ្សាយពាណិជ្ជកម្មហើយទីបំផុតជួលបុគ្គលិកមួយចំនួនមិនចេះសិល្បៈវិធីស្ដាប់ទៅនិយាយកាត់សម្ដីអតិថិជនប្រកែកជាមួយនឹងភ្ញៀវធ្វើឲ្យពួកគេអន់ស្រពន់ចិត្តដូច្នេះហើយមិនខុសអ្វីពីបណ្ដាញភ្ញៀវចេញពីអគារនោះទេសូមមិត្តទាំងឡាយស្ដាប់រឿងដែលលោក J.C. Wooton សិស្សម្នាក់របស់ Dale Carnegie និយាយថាគាត់បានទិញសម្លៀកបំពាក់មួយសម្រាប់នៅផាន់ឌីគាមួយមកផ្ទះស្លៀកពាក់បានប្រមាណដងលោកធុញថប់ជាខ្លាំងពីព្រោះថាឃើញអាវចេញពណ៌ធ្វើឲ្យកអាវបែកពណ៌ប្រប្រយផ្សេងទៀតផងលោកក៏យកសម្លៀកបំពាក់មួយចំនួនត្រឡប់មកហាងត្អូញត្អែជាមួយបុគ្គលិកដែលបានលក់ខោអាវឲ្យលោកវាមិនមែនជាការត្អូញត្អែប៉ុណ្ណោះទេក៏ប៉ុន្តែលោកចង់បកស្រាយពន្យល់ឲ្យអ្នកលក់ទំនិញស្ដាប់អ្នកនេះមិនតន់ចេះស្ដាប់ស្រួលបួលផងក៏និយាយកាត់លោកដោយសម្ដីផាំងថាយើងខ្ញុំបានលក់របស់រាប់ពាន់ប្រភេទហើយក៏ប៉ុន្តែមិនដែលមាននរណារអ៊ូដោយលោកអញ្ចឹងទេបិទជួគួរឲ្យធុញខ្លាំងណាស់សម្ដីដូច្នេះហើយរីឯសម្ដីនោះក៏កាន់តែអាក្រក់ជាងនេះទៅទៀតសំឡេងខូខើក៏ដូចជាចង់ប្រាប់ថាលោកនិយាយកុហកលោកអើយខ្ញុំដឹងដល់ជំរឿចិត្តរបស់លោកទៅទៀតស្ដាប់ឮយើងខ្ញុំឆ្លោះប្រកែកគ្នាដូច្នេះអ្នកលក់ម្នាក់ទៀតក៏រត់មកចូលជ្រៀតខោអាវពណ៌ខ្មៅទាំងអស់ពេលដំបូងក៏វាចេញពណ៌បន្តិចយ៉ាងដូចនេះហើយមិនអាចជៀសផុតបានទេជាពិសេសគឺសម្លៀកបំពាក់មួយចំនួនដែលមានតម្លៃថ្លៃវាប៉ុណ្ណឹងឯងមកពីថ្នាំជ្រលក់ពណ៌ខ្ញុំខឹងឈួលតែម្ដងលោកវ៉ូតុននិយាយអ្នកលក់ទំនិញទី1មានគំនិតថាខ្ញុំភូតកុហកអ្នកទី2ចង់ពេបជ្រាយខ្ញុំបានទិញរបស់អន់តម្លៃថោកខ្ញុំឡើងចង់ឈួតចង់ក្រវែងរបស់លើក្បាលពួកគេទាំងនោះតែចៃដន្យម្ចាស់ហាងបានមកដល់ជននោះពិតជាប៉ិនប្រសពនៅក្នុងមុខរបរធ្វើឲ្យអតិថិជនម្នាក់ដែលកំពុងតែខឹងឈួលខ្លាំងបែរជាសប្បាយចិត្តទៅវិញតើលោកអ្នកចង់ដឹងទេថាម្ចាស់ហាងនោះនិយាយដូចម្ដេចមុនដំបូងបងអស់លោកបានស្ដាប់រឿងរ៉ាវរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់មិននិយាយកាត់ក៏សូម្បីតែកន្លះម៉ាត់ក្រោយមកនៅពេលដែលខ្ញុំជុំនិយាយអ្នកលក់ទំនិញទាំងពីរនោះជម្រាបពីហេតុផលរបស់ពួកគេនោះគាត់កាន់ជើងខ្ញុំហើយបដិសេធហេតុផលរបស់បុគ្គលិករបស់គាត់លោកមិនគ្រាន់តែទទួលស្គាល់ថាការពិតខោអាវក្រៅបានចេញពណ៌ហើយធ្វើឲ្យប្រឡាក់ពណ៌ខ្មៅលើអាវស្នីរបស់ខ្ញុំប៉ុណ្ណោះទេក៏ប៉ុន្តែលោកថែមទាំងរំលឹកឡើងវិញថាគ្រប់មុខទំនិញដែលលក់នៅហាងនេះត្រូវធ្វើអតិថិជនត្រឡប់ទៅផ្ទះវិញពេញចិត្តទាំងស្រុងនៅចុងបញ្ចប់លោកទទួលស្គាល់ថាមិនដឹងថាមកពីហេតុអ្វីបានជាវាចេញពណ៌ដូច្នេះឡើយលោកនិយាយជាមួយខ្ញុំដោយត្រង់ថាសូមលោកប្រាប់ឲ្យដឹងចុះថាតើយើងខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីឲ្យខ្ញុំសប្បាយចិត្តទៅនឹងប្រតិបត្តិតាមបញ្ជារបស់លោក5នាទីមុនប្រហែលជាខ្ញុំអាចនឹងស្រែកថាលោកចូលយកខោអាវទាំងនេះត្រឡប់ទៅវិញចុះក៏ប៉ុន្តែពេលនេះខ្ញុំបែរជាឆ្លើយថាខ្ញុំគ្រាន់តែចង់មកសួរយោបល់លោកតែប៉ុណ្ណោះខ្ញុំដឹងថានៅថ្ងៃក្រោយពេលទិញទៅគឺមិនអាចត្រាំវាដើម្បីបោកជាមួយគ្នាបានទេហើយធ្វើយ៉ាងណាកុំឲ្យវាចេញពណ៌លោកដាស់តឿនខ្ញុំឲ្យយកទៅផ្ទះសាកល្បងស្លៀកពាក់មួយសប្តាហ៍ទៀតបើសិនជាដល់ពេលនោះនៅតែមិនពេញចិត្តទៀតសូមលោកយកមកជូនហាងខ្ញុំវិញចុះម្ចាស់ហាងបានពោលដូច្នេះខ្ញុំត្រឡប់ទៅវិញដោយចិត្តសប្បាយរីករាយមួយសប្តាហ៍ក្រោយមកអាវនោះពិតជាលេងចេញពណ៌មែនហើយចាប់តាំងពីពេលនោះមកខ្ញុំក៏ទុកចិត្តអាគារកន្លែងហាងលក់ខោអាវនោះខ្លាំងណាស់អ្នកនោះធ្វើជាម្ចាស់ហាងលក់ទំនិញគ្មានអ្វីចម្លែកឡើយរីឯអ្នកលក់ទំនិញទាំងពីរនោះធ្វើជាអ្នកបម្រើគេអស់មួយជីវិតវាពិតជាស័ក្តិសមខ្លាំងណាស់ប្រហែលជាគេថែមទាំងគឺជាបុគ្គលិកដែលមិនងាយនឹងឡើងប្រាក់ខែថែមទៀតផងជួនកាលចង់ឲ្យមនុស្សម្នាក់ដែលកើតជំងឺមួម៉ៅរ៉ាំរ៉ៃអន់ចិត្តខឹងមកវិញគេគ្រាន់តែមានការអត់ធ្មត់យល់ចិត្តពួកគេស៊ូទ្រាំនៅស្ដាប់ស្ងៀមកុំកាត់សម្ដីដើម្បីពួកគេបញ្ចេញកំហឹងឲ្យអស់តាមទំនឹងចិត្តសិនទៅ
ហើយបើកមាត់ចំហភ្នែកដោយពូវែកបញ្ចេញពឹសវាធ្វើឲ្យវាស្ទះដង្ហើមនោះក៏ចាត់ទុកថាជាការជោគជ័យបានដែរប៉ុន្មានឆ្នាំមុនក្រុមហ៊ុនទូរស័ព្ទនៅញូវយ៉កជួបអតិថិជនម្នាក់មានចិត្តចង្អៀតចង្អល់ចិត្តអាក្រក់នៅលើโลกនេះក៏ប្រហែលជាមានតែអតិថិជនមួយគត់គាត់ធ្វើទុកបុកម្នេញគ្រប់យ៉ាងគំរាមកំហែងបោកទូរស័ព្ទចោលមិនព្រមសងប្រាក់ដែលគាត់ជំពាក់ចាត់ទុកថាក្រុមហ៊ុនគឺជាអ្នកខុសទូចតវ៉ាទៅលើទំព័រកាសែតប៉ុន្មានលើកដាក់ពាក្យបណ្ដឹងទៅតុលាការនិងទៅគណៈកម្មាធិការបណ្ដាមន្ទីរសារៈប័ណ្ណមន្ទីរសារព័ត៌មានចង់បញ្ចប់រឿងរ៉ាវក្រុមហ៊ុនចាត់តាំងបេសកជនវ័យឆ្លាតម្នាក់ឲ្យមកសួរសុខទុក្ខដើម្បីដោះស្រាយជាមួយអតិថិជននោះបេសកជននឹងណូទទួលស្គាល់ជនក្រម៉ែក្រមើនោះតាមតែគាត់បញ្ចេញពាក្យល្បិញជូរជាត់គ្រប់បែបយ៉ាងអស់ពីចិត្តរបស់គាត់ហើយគ្រាន់តែងក់ក្បាលឯកភាពនិងស្រែកពុតធោស្ដាប់គាត់បញ្ចេញវាចានៅក្នុងរយៈពេល3ម៉ោងហើយត្រឡប់ទៅវិញលើកក្រោយត្រឡប់មកស្ដាប់គាត់បន្តថ្លែងសន្ទរកថាព្យុះភ្លៀងរបស់គាត់ជាបន្តទៀតធ្វើដូច្នេះ4លើកមុនពេលដែលត្រឡប់ទៅវិញបេសកជនស្រាប់តែក្លាយទៅជាសមាជិកកិត្តិយសនៅក្នុងសមាគមការពារប្រព័ន្ធទូរស័ព្ទដែលគាត់ទើបតែបង្កើតឡើងសមាគមនោះរហូតមកដល់បច្ចុប្បន្ននេះក៏នៅតែមានតែមនុស្សទាំងពីរប្រភេទនេះគឺជាសមាជិកជានិច្ចបេសកជនគ្រាន់តែយកចិត្តទុកដាក់ស្ដាប់ហើយលទ្ធផលដែលជនក្រម៉ែក្រមើនោះคล้ายទៅជាធូរស្បើយសុកចិត្តសងទឹកប្រាក់ដែលគាត់ជំពាក់ជាមួយនឹងក្រុមហ៊ុនហើយសុកចិត្តដកពាក្យបណ្ដឹងជប់បណ្ដឹងក្រុមហ៊ុនតទៅទៀតពិតជាមិនដែលឃើញគាត់ធូរស្រាលចំពោះក្រុមហ៊ុនដូច្នេះសោះឡើយតើហេតុអ្វីបានជាទៅដូច្នេះក៏ដោយសារតែការតវ៉ាជំទាស់ដើម្បីបង្ហាញអំពីប្រការសំខាន់របស់លោកបានបញ្ចេញនៅពេលដែលអ្នកតំណាងក្រុមហ៊ុនបានមើលឃើញពីប្រការសំខាន់ហើយអំពើអយុត្តិធម៌ដែលបង្កប់នៅក្នុងចិត្តមួយចំនួនរបស់លោកក៏ដូចជារលាយអស់ទៅវិញជាច្រើនឆ្នាំមុនអតិថិជនម្នាក់ខឹងខ្លាំងបានចូលទៅការិយាល័យ FG Detmore អ្នកបង្កើតសហគ្រាសតម្បាញ Detmore ដ៏ធំបំផុតលើសកលលោកជននោះជំពាក់ប្រាក់សហគ្រាស Detmore $15អ្នកគណនេយ្យសរសេរសម្បត្តិទាច្រើនដងក៏ប៉ុន្តែមិនព្រមសងថ្ងៃនោះគាត់ជិះរថភ្លើងពីផ្ទះមកសហគ្រាសនិយាយថាមិនត្រឹមតែមិនសងប្រាក់ទេក៏ប៉ុន្តែចាប់តាំងពីពេលនេះតទៅមិនខ្ចីទិញតំណែងនៅសហគ្រាស Detmore តទៅទៀតឡើយលោក Detmore ត្រៀមជាស្រេចអត់ធ្មត់ស្ដាប់នៅពេលដែលជននោះបញ្ចេញកំហឹងអស់ហើយស្មារតីក៏នឹងនោឡើងវិញឱកាសងាយស្រួលលោក Detmore ទើបនិយាយដោយសុភាពថាខ្ញុំសូមថ្លែងអំណរគុណលោកដែលមកដល់ទីនេះផ្ទាល់ដើម្បីឲ្យខ្ញុំយល់ដឹងអំពីប្រកាសទាំងនោះដូច្នេះហើយទើបខ្ញុំអាចរកដំណោះស្រាយជូនលោកបាននៅកិច្ចការមួយចំនួនពីព្រោះប្រសិនជាការិយាល័យគណនេយ្យរបស់ខ្ញុំបានធ្វើឲ្យលោកមិនពេញចិត្តនោះប្រកាសជាមានអតិថិជនល្អជាច្រើនទៀតក៏មិនពេញចិត្តដូច្នេះហើយប្រការនេះជាធម្មតាខ្ញុំចង់ជៀសវាងសូមលោកជឿជាក់លើខ្ញុំចុះលោកមិនសុខចិត្តមកបកស្រាយបំភ្លឺចំពោះខ្ញុំចំណុចមួយចំនួនរីឯខ្ញុំវិញច្រាស់ច្រាលនឹងចង់ដឹងនឹងប្រការមិនពេញចិត្តរបស់លោកទៅដល់2ឬ3យ៉ាងឯណោះគាត់ប្រហែលជាដាច់ខាតមិននឹកស្មានថាខ្ញុំនឹងឆ្លើយតបដូច្នេះឡើយលោក Detmore រៀបរាប់ឡើងវិញគាត់មិននឹកស្មានថាខ្ញុំនៅស្ងៀមក៏ដោយសារតែគាត់មកពីឆ្ងាយចេតនាគឺដើម្បីស្ដីបន្ទោសឲ្យអស់ពីចិត្តដូច្នេះខ្ញុំគួរតែឆ្លោះប្រកែកជាមួយគាត់ពុំដូច្នេះខ្ញុំបែរជាថ្លៃអំណរគុណទៅគាត់ទៅវិញខ្ញុំសន្យាជាមួយគាត់ថាលុបបំណុលចោលក៏ព្រោះតែមនុស្សម្នាក់មកឆត់ដោយលោកគិតគូរពីបញ្ជីស្នាមច្បាស់លាស់កុំរកបំភាន់ភ្នែកជាមួយនឹងគណនេយ្យទាំងឡាយបានណាខ្ញុំបាននិយាយថែមទៀតថាខ្ញុំសប្បាយចិត្តណាស់ហើយបើខ្ញុំជាគាត់វិញមុខជានឹងធ្វើសកម្មភាពដូចគាត់ដែរហើយខ្ញុំបានឧទ្ទិសនាមឲ្យគាត់នៅអាគារលក់ឡែនមួយកន្លែងក៏ព្រោះតែគាត់មិនចង់ជួយទិញតំណែងរបស់ខ្ញុំទៀតឡើយកាលពីមុននៅពេលដែលគាត់ចេញមកខេត្តម្ដងខ្ញុំឧស្សាហ៍អញ្ជើញគាត់ហូបបាយថ្ងៃត្រង់ជាមួយខ្ញុំលើកនេះខ្ញុំក៏អញ្ជើញគាត់ហូបបាយទៀតគាត់បានទទួលពាក្យដោយបង្ខំចិត្តក៏ប៉ុន្តែដល់ពេលល្ងាចនៅពេលដែលរួមដំណើរជាមួយខ្ញុំត្រឡប់មកការិយាល័យរបស់ខ្ញុំវិញលោកបានកក់ទិញតំណែងខ្ញុំមួយចំនួនដ៏ច្រើនបំផុតដែលមិនធ្លាប់មានពីមុនចាប់តាំងពីពេលនោះមកលោកក៏នៅតែជាប់ចិត្តជាមួយនឹងតំណែងហាងរបស់ខ្ញុំក៏ដោយសារតែការយកចិត្តទុកដាក់របស់ខ្ញុំចំពោះលោកក្រោយមកនៅពេលដែលកូនប្រុសរបស់គាត់ចាប់កំណើតលោកបានយកឈ្មោះ Detmore របស់ខ្ញុំទ្របឈ្មោះឲ្យកូនគាត់ហើយលោកថែមទាំងជាមិត្តជិតស្និទ្ធនិងជាអតិថិជនរបស់យើងខ្ញុំរហូតដល់លោកស្លាប់នៅក្នុង12ឆ្នាំក្រោយមកជាយូរណាស់មកហើយកុមារហូឡង់ម្នាក់បានមកស្នាក់នៅអាមេរិកឪពុកម្ដាយរបស់គេក្រណាស់ជាប់ម៉ោងសិក្សាគេត្រូវរកប្រាក់បន្ថែមដើម្បី
ជួយផ្គត់ផ្គង់គ្រួសារដោយការវិច្ចខ្ចប់នំប៉័ងដើរលក់ទៅតាមផ្លូវឈ្មោះគេគឺ Edward Box កាលនៅក្មេងគេទៅរៀនទាំងអស់បាន6ឆ្នាំប៉ុន្តែក្រោយមកគេបានក្លាយទៅជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកបោះពុម្ពផ្សាយទស្សនាវដ្តីធំបំផុតមួយនៅទ្វីបអាមេរិករឿងជីវិតគេវាវែងឆ្ងាយខ្លាំងណាស់ក៏ប៉ុន្តែហេតុដែលមានលទ្ធផលដូច្នេះក៏ដោយសារតែគេបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ព្រានប្រដៅទាំងឡាយនៅក្នុងចម្ពោះនេះគេឈប់រៀនតាំងតែពីអាយុ13ឆ្នាំទៅធ្វើជាកម្មករឲ្យក្រុមហ៊ុនមួយក៏ប៉ុន្តែគេបានបដិញ្ញារៀនម្នាក់ឯងគេអត់ទ្រាំមិនហូបបាយថ្ងៃត្រង់ហើយសន្សំប្រាក់ទុករហូតបានទិញវចនានុក្រមផ្នែកឧស្សាហកម្មមួយដែលនិយាយពីអិសរាជជនល្បីល្បាញទាំងឡាយរបស់អាមេរិកហើយគេក៏បានផុសចេញនៅគំនិតថ្មីមួយក្រោយពីអានជីវប្រវត្តិអ្នកល្បីល្បាញនៅក្នុងវិស័យទំនើបហើយគេក៏បានសរសេរសម្បត្តិផ្ញើជូនទៅដល់លោកទាំងនោះសំណូមពរឲ្យពួកគេដឹងថែមទាំងពីចំណុចកំណត់មួយចំនួនតាំងតែពីនៅវ័យកុមារដែលវចនានុក្រមមិនបានកត់ត្រាក៏ដោយសារតែគេបង្ហាញឃើញថាចេះស្ដាប់មកលោះហើយត្រូវបានអ្នកល្បីល្បាញទាំងនោះរៀបរាប់រឿងរ៉ាវរបស់ខ្លួនឲ្យគេស្ដាប់កាលពីសម័យឧត្តមសេនីយ៍ J.R. Garfield គឺជាបេក្ខជននៅប្រធានាធិបតីគេសរសេរសម្បត្តិសួរថាការនៅតូចឧត្តមសេនីយ៍ឯកបានប្រកបមុខរបរចែវទូកនៅក្នុងព្រែកដើម្បីរកស៊ីប្រចាំថ្ងៃតើមែនទេគេថែមទាំងបានសរសេរសម្បត្តិសួរឧត្តមសេនីយ៍ Crane សូមឲ្យដឹងពីចំណុចលម្អិតមួយចំនួននៅក្នុងសង្គ្រាមដែលឧត្តមសេនីយ៍កាន់ទ័ព Crane គួរឲ្យគេនៅផែនទីហើយបញ្ជាក់ប្រាប់គេអំពីហេតុការណ៍ដែលគាត់បានធ្វើការពីសម័យសង្គ្រាមហើយថែមទាំងបានហៅគេមកហូបបាយថ្ងៃត្រង់ជាមួយគ្នាថែមទៀតផងក៏ដោយសារតែប្រកាយជាជីស៊ូដេញដោលចំពោះអ្នកទាំងនោះហើយបានឲ្យគេរៀនឡើងវិញពីស្នាដៃរបស់មនុស្សមួយចំនួនគឺជាបញ្ហាដែលអ្នកល្បីល្បាញទាំងឡាយទាំងបុគ្គលធម្មតានៅណាក៏ចូលចិត្តនិយាយដែលមិនធុញទ្រាន់មកលោះហើយគេក៏ឡើងឋានៈពីអ្នកតូចទាបមិនយូរប៉ុន្មានក៏មានទំនាក់ទំនងជាមួយអ្នកល្បីល្បាញធំមួយចំនួននៅអាមេរិកហើយត្រូវបានអស់លោកទទួលរាក់ទាក់ដូចជាភ្ញៀវសំខាន់ផងដែរការទំនាក់ទំនងនោះហើយបំពាក់ឲ្យគេនៅគុណធម៌ដ៏ថ្លៃថ្លាបំណងប្រាថ្នាមួយនិងក្តីសង្ឃឹមដ៏រុងរឿងមួយប្រែកន្លះទាំងស្រុងនៅវាសនាអនាគតរបស់គេហើយខ្ញុំក៏រំលឹកឡើងវិញក៏បានដូច្នេះក៏ដោយសារតែគេបានអនុវត្តត្រឹមត្រូវនៅគោលការណ៍មួយចំនួនដែលយើងបាននឹងកំពុងបរិយាយនៅក្នុងសៀវភៅនេះអ៊ីសាម៉ាក្រូសុនគឺជាជើងឯកម្នាក់ផ្នែកខាងសម្ភាសអ្នកល្បីល្បាញទាំងឡាយបាននិយាយថាអ្នកសម្ភាសភាគច្រើនមិនសម្រេចជោគជ័យក៏ដោយសារតែពួកគេយកចិត្តទុកដាក់ជ្រុលទៅលើពាក្យសម្ដីមួយចំនួនម្ល៉េះហើយមិនសូវយកចិត្តទុកដាក់ដល់ការស្ដាប់ចម្លើយឡើយអ្នកល្បីល្បាញជាច្រើននិយាយជាមួយ Microsoft ថាពួកគេចង់ជួបមនុស្សម្នាក់ចេះស្ដាប់ជាងមនុស្សម្នាក់ដែលចេះនិយាយគ្រោះថ្នាក់មែនសមត្ថភាពចេះស្ដាប់នេះហាក់ដូចជាសមត្ថភាពកម្របំផុតមួយមិនមែនឲ្យតែអ្នកល្បីទាំងឡាយទៅចូលចិត្តឲ្យគេស្ដាប់ខ្លួននោះទេអំពីវិស័យនេះមនុស្សធម្មតាក៏ដូចគ្នាដែរកវីម្នាក់បាននិយាយថាមនុស្សជាច្រើនអញ្ជើញវិជ្ជបណ្ឌិតមកគ្រាន់តែដើម្បីរៀបរាប់អំពីអាចកំបាំងឲ្យស្ដាប់តែប៉ុណ្ណោះសូមមើលឧទាហរណ៍ខាងក្រោមនេះនៅក្នុងថ្ងៃខ្មៅងងឹតបំផុតរបស់សង្គ្រាមខាងត្បូងនិងខាងជើងLincoln សរសេរសម្បត្តិអញ្ជើញមិត្តចាស់ម្នាក់នៅរដ្ឋ Illinois មក Washington ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនមិត្តនោះមកសេតវិមានហើយ Lincoln បាននិយាយថាជាមួយលោកនៅក្នុងរយៈពេលប៉ុន្មានម៉ោងស្ដីអំពីកាសែតចោទប្រកាន់លើលោកអំពីសេចក្តីប្រកាសដើម្បីលុបបំបាត់ចោលនៅរបបទាសាភិប Lincoln រៀបរាប់ឡើងវិញនៅហេតុផលមួយចំនួនអំពីក្រឹតក្រមច្បាប់នេះនិងហេតុផលមួយចំនួនចំទាស់នឹងក្រឹតក្រមច្បាប់នោះលោកអានសម្បត្តិនិងអត្ថបទកាសែតទាំងអស់បាននិយាយអំពីបញ្ហានោះឡើងវិញនៅក្នុងនោះមានអត្ថបទស្ដីបន្ទោសដល់លោកជាច្រើនហេតុអ្វីលោកបំបត្តិចោលនៅរបបទាសាភិបថែមទាំងមានបទអត្ថាធិប្បាយជាច្រើនផ្សេងទៀតរិះគន់លោកក៏ដោយសារតែលោកចង់លុបបំបត្តិចោលនៅរបបនោះក្រោយអំពីសំណេះសំណាលមួយរយៈជាមួយ Lincoln ចាប់ដៃមិត្តចាស់ជូនពរសុខសប្បាយហើយក៏អញ្ជើញត្រឡប់ទៅ Illinois វិញមិនបានសួរយោបល់គាត់អ្វីទាំងអស់Lincoln បាននិយាយដើម្បីបញ្ចេញនៅគំនិតរបស់ខ្លួនដែលវាសង្កត់ធ្ងន់នៅក្នុងចិត្តលោក Lincoln បាននិយាយដើម្បីបញ្ចេញនៅគំនិតរបស់គាត់មួយចំនួនដែលវាសង្កត់ធ្ងន់នៅក្នុងចិត្តលោកដូច្នេះដើម្បីឲ្យខួរក្បាលបានភ្លឺស្វាងមិត្តចាស់នោះបានរៀបរាប់ឡើងវិញថានៅពេលដែល Lincoln និយាយចប់ហើយលោកក៏បាននឹងនោជាងមុន Lincoln មិនបានត្រូវការមនុស្សណាម្នាក់ជួយដាស់តឿនទេលោកគ្រាន់តែចង់ឲ្យមានមិត្តស្និទ្ធស្នាលម្នាក់ស្ដាប់លោកនិយាយហើយយល់ចិត្តលោកដើម្បីឲ្យលោកបានបញ្ចេញនៅមនោសញ្ចេតនាអាចកំបាំងរបស់លោកតែប៉ុណ្ណោះ
យើងទាំងអស់គ្នាមិនមែនដូចនេះទេឬហើយអតិថិជនដែលខឹងមូម៉ៅឬអ្នកបម្រើការមិនសប្បាយចិត្តមិត្តភ័ក្តិអាក់អន់ចិត្តគ្នាសត្វតែចង់រកមនុស្សម្នាក់ចិត្តស្និទ្ធដើម្បីត្អូញត្អែប្រាប់តែប៉ុណ្ណោះបើសិនបើអ្នកទាំងឡាយចង់គេចពីមនុស្សដែលលួចនិយាយដើមគេឬអ្នកដែលស្អប់ខ្ពើមហើយមើលស្រាលចំពោះយើងនោះអ្នកត្រូវធ្វើដូច្នេះកុំស្ដាប់គេនិយាយឲ្យចប់អីដូច្នេះចេះតែនិយាយពីខ្លួនអ្នករហូតក្នុងពេលដែលអ្នកដទៃនិយាយអ្នកផុសចេញនៅគំនិតអ្វីមួយដែរឬទេនោះគម្រោងចាំឲ្យគេនិយាយរហូតដល់ជាប់ទាំងអស់ណារងចាំដើម្បីអ្វីរឿងរ៉ាវទាំងឡាយដែលរៀបរាប់គ្មានអ្វីគួរឲ្យជក់ចិត្តស្មើទៅនឹងរឿងរ៉ាវដែលក្រៀមក្រំរៀបរាប់នោះទេហេតុអ្វីត្រូវខាតបង់ពេលស្ដាប់រឿងវែងឆ្ងាយមិនចេះចប់នោះក្លាហានឡើងនិយាយកាត់សម្ដីដែលគេនិយាយចោលទៅអ្នកបានស្គាល់អ្នកណាដែលប្រពន្ធដូច្នេះដែរទេខ្លួនខ្ញុំបានឃើញវាពិតជាគ្រោះថ្នាក់មែនគេពោពេញទៅដោយអំនួតងប់ងល់និងចំណុចសំខាន់របស់គេដែលគួរឲ្យអស់សំណើចនៅក្នុងចំណោមមហាជនទាំងនោះត្រូវបានអ្នកផងចាត់ទុកថាជាមជ្ឈដ្ឋាននៃអភិជនជនណាដែលនិយាយតែពីខ្លួនឯងនោះគេគិតតែពីខ្លួនឯងនោះហើយជនណាដែលគិតតែពីខ្លួនឯងប៉ុណ្ណោះដាច់ខាតគឺគ្មានការអប់រំលោក Nicholas Mori Porter នាយកមហាវិទ្យាល័យ Columbia និយាយដូចនេះទោះបីជាជននោះរៀនសូត្រដល់ណាក៏ដោយអ្នកនោះនៅតែខ្វះការអប់រំរហូតនឹងដូច្នេះហើយបើសិនជាអ្នកចង់ឲ្យគេចាត់ទុកថានិយាយស្ដីមានអំណោយទាននោះអ្នកត្រូវតែចេះវិធីស្ដាប់គួរស្ដាប់ពាក្យការរំលឹកដល់ខ្លាំងពូកែនេះរបស់ស្ត្រីបើចង់ឲ្យគេយកចិត្តទុកដាក់មកលើខ្លួនមុនដំបូងអស់ត្រូវយកចិត្តទុកដាក់ទៅដល់គេអ្នកត្រូវដាក់សំណួរមួយចំនួនដែលនរណាក៏ជក់ចិត្តចង់ឆ្លើយតបដែរនោះគឺសំណួរមួយចំនួនស្ដីពីជីវិតផ្ទាល់ខ្លួនឬជីវិតទូទៅរបស់គេឬជោគជ័យមួយចំនួនរបស់គេគួរចាំទុកថាអ្នកនិយាយជាមួយយើងយកចិត្តទុកដាក់ដល់បណ្ដាភាពលុបលន់និងបណ្ដាបញ្ហារបស់គេ100ដងក៏ប៉ុន្តែគេគ្រាន់តែយកចិត្តទុកដាក់ដល់យើងដល់ការថ្នាក់ថ្នាក់របស់យើងតែប៉ុណ្ណោះនៅសិងសិងអ្នកទោសមួយចំនួនសត្វបានចាត់ទុកថាពួកគេគឺជាមនុស្សមានស្មារតីធម្មតាឥតខុសប្លែកពីអ្នកដទៃទៀតនោះឡើយក៏ប៉ុន្តែយើងវិភាគមកវិញថាហេតុអ្វីក៏ពួកគេត្រូវទៅកោះទូដែកឬក៏កេះបាញ់កំភ្លើងទៅលើមនុស្សយ៉ាងស្លូតត្រង់អយុត្តិធម៌បែបនេះទៅវិញប្រសិនបើជាចោរប្លន់ទាំង3នាក់នោះនិងជនកំហុសដែលកំពុងតែដេកនៅក្នុងគុកមានការចាត់ទុកថាខ្លួនឯងគ្មានកំហុសនោះតើពួកមនុស្សយើងជួបប្រទះរាល់ថ្ងៃនោះគឺជាអ្វីទៅវិញនៅតាមផ្លូវទាំងមិត្តភ័ក្តិទាំងខ្លួនយើងទាំងអស់នេះដែលរស់នៅយ៉ាងភ័យខ្លាចសម្រាប់ពពួកចោរទាំងអស់នោះព្រោះហេតុនេះហើយទើបលោក John Wanamaker ពាណិជ្ជករដ៏ល្បីម្នាក់មានពេលខ្លះគាត់បានសារភាពថាតាំងតែរយៈពេល30ឆ្នាំកន្លងមកខ្ញុំបានយល់ថាការរិះគន់គ្មានប្រយោជន៍អ្វីទាំងអស់លោកបានយល់មេរៀននេះដោយឡែកខ្លួនខ្ញុំផ្ទាល់ត្រូវបានតស៊ូអស់រយៈពេល1/3នៃសតវត្សទៅផ្លេចចេញពន្លឺនៃសច្ចធម៌នេះយើងឃើញថាបើទោះបីជាគេមានទោសធ្ងន់កម្រិតណាក៏ដោយនៅក្នុងកំហុស100ដងមនុស្សទាំងឡាយចាត់ទុកថាខ្លួនឯងគ្មានកំហុស99ដងទៅហើយការរិះគន់គ្មានប្រយោជន៍ឡើយបានត្រឹមតែធ្វើឲ្យអ្នកដែលត្រូវគេរិះគន់នោះប្រឆាំងតបវិញហើយនឹងការដោះសារយករួចខ្លួនតែប៉ុណ្ណោះពន្លឺសោតអាចគ្រោះថ្នាក់ជាងនេះផងដែរក៏ដោយសារតែយើងបានធ្វើឲ្យទឹកចិត្តរបស់គេរងរបួសអាស្មិតមានអ្នករបស់គេនោះហើយដែលបង្កឲ្យមានគំនុំគុំគួនម្យ៉ាងទៀតជនដែលត្រូវយើងរិះគន់ធម្មតាច្បាស់ណាស់ជាចង់បង្ករឿងនិងរិះគន់មកលើយើងវិញដូចជាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Albert Fall ក៏ព្រួតតែអំពើពុករលួយ$100,000ទៅប្រើអាវុធគំរាមជនរងគ្រោះក្រោយមកត្រូវបែកការហើយក៏ត្រូវចាប់គុកធ្វើឲ្យសាធារណមតិទូទាំងសហរដ្ឋអាមេរិកស្អប់ខ្ពើមរដ្ឋាភិបាលគណៈបក្សសាធារណរដ្ឋនៅពេលនោះស្ទើរតែនឹងដួលរលំលោកប្រធានាធិបតី Harding ក៏ពិបាកចិត្តខ្វល់ខ្វាយពេកទៅប្រមាណឆ្នាំចុងក្រោយលោកក៏ត្រូវស្លាប់ទៅពិតណាស់នៅពេលដែលអ្នកផងមិនពេញចិត្តគាត់បានឆ្លៀតឱកាសប្រើប្រាស់មនោសញ្ចេតនារបស់មិត្តភ័ក្តិបងប្អូនគឺលោក Harding ហើយក៏ក្បត់លោកពេលនោះប្រពន្ធគាត់លោតកញ្ជ្រោងឡើងយំសឹកសួលបោកដៃបោកជើងជាស្ដីបន្ទោសសង្គមដោយស្រែកខ្លាំងថាទេប្តីខ្ញុំមិនក្បត់នរណាម្នាក់ទាំងអស់បើទោះបីជានៅក្នុងនោះមានមាសមួយល្វែងយកមកលួមក៏មិនអាចបញ្ចុះបញ្ចូលប្តីខ្ញុំបានឡើយប្តីខ្ញុំត្រូវបានគេទម្លាក់កំហុសឲ្យចិត្តសាស្ត្រមនុស្សគឺដូចនេះឯងគេអាចខឹងគុំគួនចំពោះមនុស្សគ្រប់រូបប៉ុន្តែមិនដែលខឹងគុំគួនចំពោះខ្លួនឯងឡើយអ្នកក៏អញ្ចឹងដែរហើយខ្ញុំក៏ដូចគ្នាដែរម្ល៉េះហើយចាប់តាំងពីពេលនេះតទៅនៅពេលដែលបំរុងនឹងចោតប្រកាន់នរណាម្នាក់យើងគួរតែនឹកទៅដល់មេចោរប្លន់ទាំងពីរគឺ Capron និង Crowley និងដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Fall
យើងគួរតែដឹងថាពាក្យចោតប្រកាន់ដែលយើងបានបន្លឺឡើងខ្លាំងៗក៏ដូចជាសត្វព្រាបដូចនេះដែរពេលណាវាក៏ត្រឡប់ទៅរកកន្លែងចាស់របស់វាវិញដែរអ្នកដែលត្រូវយើងចោតប្រកាន់ប្រកាសជារកហេតុផលគ្រប់បែបយ៉ាងដើម្បីការពារខ្លួនហើយបែរជាមកចោតប្រកាន់យើងវិញក៏ថាបានក៏ដោយសារតែអញ្ចឹងហើយទើបលោក Abraham Lincoln ប្រធានាធិបតីម្នាក់អ្នកមានគុណរបស់អាមេរិកនៅក្នុងសង្គ្រាមខាងជើងលោកបានរំលាយចោលនៅរបបទីសហភាពនៅអាមេរិកបានបន្សល់ទុកគេឈ្មោះថាជាអ្នកមានស្នាដៃចង្អុលបង្ហាញណែនាំមហាជនជាប់ចតុរណៈលេខ1នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកាលនៅកុមារភាពលោកបានធ្វើការចោទប្រកាន់រិះគន់យ៉ាងខ្លាំងចំពោះអ្នកណាដែលធ្វើខុសពុំនោះសោតរហូតឈានទៅដល់ការសរសេរលិខិតមួយចំនួនប្លង់ចោលដើម្បីចំអកឲ្យគេហើយយកទៅក្រវែងចោលពីពេញដងផ្លូវធ្វើឲ្យអ្នកផងរើសអានសើចលេងថែមទៀតផងមានម្ដងនោះក៏ដោយសារទម្លាប់នេះវាតែបង្កឡើងការប្រយុទ្ធគ្នាដោយដាវហើយចាប់ទាំងពីពេលនោះមកលោកក៏ឈប់ចំអកលក់លើឲ្យនរណាម្នាក់ទៀតហើយក៏ប៉ុន្តែថែមទាំងអធិស្ឋានយ៉ាងទូលំទូលាយដល់អ្នកផងទាំងពួងពាក្យស្លោករបស់លោក Abraham Lincoln នោះគឺកុំត្រួតពិនិត្យគេបើយើងមិនចង់ឲ្យគេត្រួតពិនិត្យខ្លួនឯងកាលពីសង្គ្រាមសម័យអាមេរិកខាងជើងនិងអាមេរិកខាងត្បូងមានគ្រាមួយត្រូវបរាជ័យទីហ៊ានអាមេរិកខាងត្បូងបានឈប់បានរត់វួនដល់មាត់ទន្លេនៅពេលនោះមានព្យុះភ្លៀងហើយទឹកបានជន់ចូលឡើងមិនអាចឆ្លងទន្លេបានលោកបញ្ជាតាមខ្សែលួសហើយដើម្បីឲ្យកាន់តែច្បាស់លោកបានប្រើមនុស្សយកបញ្ជាទៅឲ្យឧត្តមសេនីយ៍ឯក Matt ឲ្យដឹកនាំទាហានខាងជើងវាលោកផ្ដាច់ប្រត់ទៅលើទាហានខាងត្បូងដែលនៅក្រោមបញ្ជារបស់ឧត្តមសេនីយ៍ Lee ជាបន្តក៏ប៉ុន្តែឧត្តមសេនីយ៍ Matt មានការស្ទាក់ស្ទើរយឺតយ៉ាវនិងធ្វើការផ្ទុយស្រឡះទាំងស្រុងពីបញ្ជារបស់លោកហើយទុកឲ្យទាហានខាងត្បូងឆ្លៀតរកាទឹកស្រកទន្លេបានហើយក៏គេចរួចខ្លួនម៉ាត់ជ្រុលធ្វើឲ្យបាត់បង់ឱកាសល្អបំផុតនេះហើយហេតុការណ៍នេះក៏ត្រូវបានបញ្ចប់សង្គ្រាមរវាងខាងជើងនិងខាងត្បូងឈប់កាប់សម្លាប់គ្នាចាប់តាំងពីពេលនោះមកលោក Lincoln ខឹងខ្លាំងណាស់មេខ្ពស់ដីក្រាស់ធ្វើដូច្នេះតើមានន័យយ៉ាងណាទៅវិញលោកត្អូញត្អែជាមួយកូនទាហានថាទាហានសត្រូវនៅក្នុងដៃប៉ុន្តែបែកទុកឲ្យពួកវារត់រួចខ្លួននៅក្នុងស្ថានភាពបែបនេះនរណាក៏អាចបញ្ឈប់គំនិតតបរបស់ឧត្តមសេនីយ៍ Lee បានដែរប្រសិនបើជាឪពុកមាននៅទីនេះប្រកាសជាបានឈ្នះសង្គ្រាមហើយខណៈដែលកំពុងទុច្ចចិត្តនោះលោកក៏បានសរសេរសម្បត្តិដូចនេះឧត្តមសេនីយ៍ណាជាទីស្នេហាខ្ញុំពិតជាមិនជឿថាលោកឈរនៅស្ងៀមបណ្ដោយឧត្តមសេនីយ៍ Lee រត់រួចខ្លួនយ៉ាងដូចនេះនោះទេពេលនេះទាហានរបស់គេស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងហើយដោយវាបរាជ័យច្រើនដងប្រសិនជាលោកវាយប្រហារទាហាននាពេលនោះវាគឺជាសមរភូមិមួយដែលនាំឲ្យសង្គ្រាមទៅបានបញ្ចប់ឥឡូវនេះវានឹងអូសបន្លាយយូរទៅទៀតមិននឹងថាដល់ពេលណានោះទេ2ថ្ងៃច័ន្ទមកលោកយកឈ្នះលីមិនបានឥឡូវនេះគាត់បានឆ្លងផុតទន្លេហើយឯកងទ័ពរបស់លោកមានប្រមាណតែ2/3នៃថ្ងៃមុនប៉ុណ្ណោះតើធ្វើដូចម្ដេចទៅវាយឈ្នះគេបានទៀតនោះឱកាសល្អនេះ1000ឆ្នាំមានតែម្ដងទេរបស់លោកបានកន្លងផុតទៅហើយគ្មានណាម្នាក់អាចយល់ពីសេចក្តីទុក្ខព្រួយរបស់ខ្ញុំឡើយសម្បត្តិនេះគឺជាសម្បត្តិស្ដីបន្ទោសយ៉ាងស្រាលមួយដែលលោកសរសេរហើយប៉ុន្តែមិនផ្ញើក្រោយមកលោកក៏បានស្លាប់ទៅគេរកឃើញនៅក្នុងសំណុំឯកសាររបស់លោកប្រហែលជាក៏ដោយសារតែលោកគិតថាកុំអាលអីរងចាំបន្តិចកុំប្រញាប់បញ្ញាយើងអង្គុយសុខស្រួលនៅក្នុងសេតវិមាននេះហើយចេញបញ្ជាបែបនេះពិតជាងាយស្រួលហើយក៏ប៉ុន្តែប្រសិនបើយើងនៅវិមុខសមរភូមិហើយប្រសិនបើយើងម៉ាត់នៅក្នុងនោះវិញមិនដឹងថាប្រមាណសប្តាហ៍កន្លងមកយើងក៏បានឃើញឈាមហូរដាបទន្លេសំលេងស្រែកហូររបស់ទាហានត្រូវរបួសឬទៅដល់ខ្យល់ស្លាប់ក៏ថាបានម្យ៉ាងទៀតប្រសិនបើយើងមានចិត្តរុញរាដោយលោកម៉ាត់នោះយើងក៏ប្រព្រឹត្តដោយគាត់ដូចនេះដែរបានហើយហេតុការបានជាអញ្ចឹងទាំងហើយក៏យើងមានតែបញ្ចប់វាត្រឹមនេះទៅពាក្យស្ដីបន្ទោសដ៏តឹងតែងមួយចំនួនគ្មានប្រយោជន៍អ្វីទាំងអស់លោក Theodore Roosevelt បានរំលឹកប្រាប់យើងថាការលោកធ្វើជាប្រធានាធិបតីឲ្យទៅពេលជួបប្រទះប្រការពិបាកដោះស្រាយម្ដងលោកតែងតែតម្រេតខ្នងទៅលើកៅអីសម្លឹងមើលទៅលើផ្ទាំងរូបថតរបស់លោក Lincoln នឹកនៅក្នុងពោះថាបើស្ថិតនៅក្នុងឋានៈដូចយើងនឹងវិនិច្ឆ័យយ៉ាងណាដោះស្រាយយ៉ាងណាទៅណយើងក៏អញ្ចឹងដែរលើកក្រោយបើចង់ប្រើប្រាស់នរណាម្នាក់ដកក្រដាសប្រាក់$5អាមេរិកចេញពីហាប់ទៅហើយសម្លឹងមើលរូប Lincoln នោះហើយសួរខ្លួនឯងថាស្ថិតនៅក្នុងឋានៈយើងតើ Lincoln វិនិច្ឆ័យយ៉ាងណាហើយចង់កែប្រែមនុស្សយើងត្រូវកែប្រែខ្លួនឯងជាមុនសិនដូច្នេះមានប្រយោជន៍ជាងនិងកម្រមានគ្រោះថ្នាក់ទៅទៀតបុរាណអាចារ្យបានពោលថានៅពេលដែលមាត់ទ្វារផ្ទះយើងកខ្វក់នោះកុំបន្ទោសមកពីភ្លៀងរលឹមជាប់ពេកឲ្យសោះកាលពីតូចខ្ញុំតែងតែគិតថាខ្លួនគ្រាន់បើ
មានគ្រាម្ដងនោះខ្ញុំទទួលបានសម្បត្តិមួយច្បាប់មានថែមទាំងពាក្យប៉ុន្មានម៉ាត់ដូចនេះសម្បត្តិនេះសូត្រឲ្យគេសរសេរហើយមិនបាច់អានឡើងវិញទេខ្ញុំចូលចិត្តជួអក្សរនោះណាស់ដោយសារតែខ្ញុំឃើញថាវាផ្ដល់ឲ្យយើងនៅលក្ខណៈសំខាន់និងមមាញឹកការងារហើយថ្ងៃមួយក៏ដោយសារតែចង់បង្អួតជាមួយអ្នកនិពន្ធប្រឡំលោកម្នាក់ខ្ញុំសរសេរសម្បត្តិផ្ញើឲ្យគាត់ហើយក៏បន្ថែមជួនៃពាក្យទាំងនោះអ្នកនិពន្ធរូបនោះផ្ញើសុំឲ្យវិញទាំងបន្ថែមថាមានតែភាពល្ងងខ្លៅរបស់លោកប៉ុណ្ណោះទៅនឹងប្រៀបនឹងការស្មោករុករបស់លោកបាននិយាយចំទៅខ្ញុំមិនសូវចេះគួសមទេហើយពាក្យរិះគន់ទាំងនោះមិនមែនជាស័ក្តិសមប្រមាណទេប៉ុន្តែក៏ដោយសារតែខ្ញុំជាមនុស្សម្នាក់ម្ល៉េះហើយខ្ញុំមានអារម្មណ៍ថាអៀនខ្មាស់ណាស់ហើយបានលួចគុំគួនជាមួយនឹងអ្នកនិពន្ធម្នាក់នោះរហូតដល់10ឆ្នាំក្រោយមកបានដឹងថាគាត់ស្លាប់ទៅក៏ព្រោះតែខ្ញុំនឹកបន្ទោថាគាត់បានធ្វើឲ្យខ្ញុំរងរបួសផ្លូវចិត្តដល់អាស្មិម្នាក់របស់ខ្ញុំភ្លេចគិតសោកស្ដាយចំពោះការបាត់បង់អ្នកនិពន្ធមានស្នាដៃម្នាក់នេះដូច្នេះបើចង់ឲ្យគេគុំគួនរហូតដល់ស្លាប់នោះត្រូវប្រើពាក្យសម្ដីរិះគន់ដ៏ពុះពុលមួយចំនួនពុំនោះទេត្រូវចាំទុកថាមនុស្សលោកមិនមែនជាវិញ្ញាណគ្រប់ពេលឡើយពួកគេបញ្ចេញសមត្ថភាពឬពិចារណាតាមមโนសញ្ចេតនានៃគំនិតចិត្តឆ្មាំងឆ្មៃនិងកអើតកតោមរបស់គេការរិះគន់ប្រៀបដូចជាអណ្ដាតភ្លើងឲ្យចិត្តឆ្មាំងឆ្មៃរបស់មនុស្សគឺជាឃ្លាំងរំសេងមួយជួបគ្នាពិតជាផ្ទុះឡើងបង្កគ្រោះថ្នាក់ខ្លាំងក្លាបំផុត Benjamin Franklin កាលនៅតូចក៏អន់ចិត្តបំផុតអំពីតក្កវិជ្ជាក្រោយមកបែរជាពូកែពីខាងវិជ្ជាចិត្តសាស្ត្រនិងវិធីរួមប្រស័យតាក់ទងជាមួយមនុស្សយ៉ាងអស្ចារ្យលោកត្រូវបានគេតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសបារាំង4រូបមន្តដែលជោគជ័យធ្វើឲ្យលោកគឺមិនរិះគន់នរណាម្នាក់ទាំងអស់